កងទ័ពអាកាសអាមេរិកប្រគំតន្ត្រីនៅផ្លូវថ្មើរជើងដើម្បីអបអរសាទរខួប75ឆ្នាំនៃចំណងការទូតក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានប្រគំតន្ត្រីនៅផ្លូវថ្មើរជើង Wall Street កាលពីថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នៅចំណុចមុខវត្តឧណាឡោមខណ្ឌដូនពេញរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី75នៃចំណងការទូតកម្ពុជាអាមេរិកក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានប្រគំតន្ត្រីនៅផ្លូវថ្មើរជើង Wall Street កាលពីថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នៅចំណុចមុខវត្តឧណាឡោមខណ្ឌដូនពេញរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី75ឆ្នាំនៃចំណងការទូតកម្ពុជាអាមេរិកលោកស្រីដោសំផស្សនាយិការងរដ្ឋបាលរាជធានីភ្នំពេញនិងជាអ្នកនាំពាក្យបានបញ្ជាក់ថាស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី28ខែមិថុនាដល់ថ្ងៃទី4ខែកក្កដាឆ្នាំ2025ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានស្នើសុំរៀបចំការប្រគំតន្ត្រីនៅផ្លូវថ្មើរជើង Wall Street នៃរាជធានីភ្នំពេញក្នុងន័យចូលរួមអបអរសាទរខួបលើកទី75ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរកម្ពុជាអាមេរិករួមទាំងធ្វើការងារមនុស្សធម៌នៅតាមសាលារៀននិងសហគមន៍នានានៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរលោកស្រីដោសំផស្សបន្តថានេះជាលើកដំបូងហើយដែលផ្លូវថ្មើរជើង Wall Street ទទួលបានការចាប់អារម្មណ៍ពីកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលផ្លូវថ្មើរជើង Wall Street កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសពួកបញ្ជាក់ថាក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញអាជ្ញាធរបានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង Wall Street តាមបណ្ដោយថេរវិថីព្រះស៊ីសវត្តចាប់ពីបាក់សេចាំក្រុងរហូតដល់មុខព្រះបរមរាជវាំងស្ថិតនៅក្នុងខណ្ឌដូនពេញផ្លូវថ្មើរជើងនេះត្រូវបានអនុវត្តមួយសប្តាហ៍ពីថ្ងៃនៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យចាប់ពីម៉ោង6ល្ងាចដល់ម៉ោង11យប់